លោកស្រីសុភាបុត្រឈើទឹកចិត្តជាខ្មែរទោះនៅឆ្ងាយស្រុកតែមិនឆ្ងាយជាតិនៅគ្រាដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិនិងសង្គ្រាមឈ្លានពានប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកំពុងរស់នៅក្នុងភាពព្រួយបារម្ភនិងខ្វះខាតខណៈដែលសម្លេងនិងទឹកចិត្តរបស់ជនជាតិខ្មែរនៅបរទេសក៏មិនបានស្ងៀមស្ងាត់ឡើយពីទឹកដីអាល្លឺម៉ង់លោកស្រីសុភាបុត្រឈើបានបង្ហាញជាក់ស្ដែងនូវទឹកចិត្តសប្បុរសធម៌និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់តាមរយៈសកម្មភាពជួយឧបត្ថម្ភមនុស្សធម៌ជាបន្តបន្ទាប់ដើម្បីគាំទ្រឲ្យបងប្អូនខ្មែរនៅក្នុងប្រទេសនិងឈរជាមួយមាតុភូមិក្នុងគ្រាលំបាកដ៏ធ្ងន់ធ្ងរនេះទង្វើនេះបានបង្ហាញឲ្យឃើញថានៅពេលដែលជាតិជួបវិបត្តិមនុស្សខ្មែរនៅតែអាចរួបរวมគ្នាដោយចិត្តមួយសំឡេងមួយនិងបំណងមួយគឺការពារជាតិការពារបងប្អូននិងការពារកិត្តិយសរបស់ប្រទេសដោយឈរលើគោលការណ៍មនុស្សធម៌ដ៏រស់រវើកទោះបីជារស់នៅលើទឹកដីបរទេសមានជីវភាពសុខសាន្តនិងគ្រួសារកក់ក្ដៅយ៉ាងណាក៏ដោយក្តីស្រឡាញ់ចំពោះស្រុកកំណើតមិនដែលរលាយបាត់ពីបេះដូងជនជាតិខ្មែរនៅក្រៅប្រទេសម្នាក់នេះឡើយចម្ងាយអាចបំបែកភូមិសាស្ត្រប៉ុន្តែมันអាចបំបែកទឹកចិត្តនិងឫសគល់ជាតិបានទេក្នុងចំណោមបងប្អូនខ្មែរនៅបរទេសលោកស្រីសុភាបុត្រឈើគឺជាគំរូដ៏អស្ចារ្យដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាមាតុភូមិនិយមមិនមែនជាពាក្យសម្ដីទទេប៉ុន្តែជាសកម្មភាពដែលកើតចេញពីបេះដូងអររយៈពេលជាច្រើនឆ្នាំកន្លងមកបើទោះបីជារស់នៅក្នុងប្រទេសអាល្លឺម៉ង់ក៏លោកស្រីមិនដែលអោបដៃមើលរំលងទុក្ខលំបាករបស់ប្រជាជននៅក្នុងស្រុកខ្មែរឡើយជំនួយមនុស្សធម៌សកម្មភាពសប្បុរសធម៌និងការជួយឧបត្ថម្ភផ្សេងត្រូវបានបន្តធ្វើឡើងឥតឈប់ឈរដោយមិនគិតពីការលំបាកផ្ទាល់ខ្លួនឬចម្ងាយភូមិសាស្ត្រឡើយគេកត់សម្គាល់ថាសកម្មភាពទាំងនេះមិនមែនជាការបង្ហាញឈ្មោះឬស្វែងរកកេរ្តិ៍ឈ្មោះទេប៉ុន្តែជាការបញ្ចេញពីបេះដូងរបស់ស្ត្រីខ្មែរម្នាក់នេះដែលមិនធ្លាប់ភ្លេចកំណើតមិនធ្លាប់ភ្លេចដីដែលបង្កើតខ្លួនជាពិសេសនៅពេលដែលប្រទេសកម្ពុជាកំពុងធ្លាក់ជាប់គាំងក្នុងស្ថានភាពតានតឹងនិងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសជិតខាងយ៉ាងអមនុស្សធម៌ទឹកចិត្តរបស់ប្រជាជនខ្មែរនៅបរទេសរូបនេះកាន់តែរឹងមាំនិងឈឺចាប់ដោយទៅនឹងប្រជាពលរដ្ឋដែលនៅក្នុងប្រទេសដែរសង្គ្រាមមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិដីធ្លីឬជីវិតមនុស្សទេប៉ុន្តែវាបំបាក់បេះដូងកូនខ្មែរទាំងអស់មិនថានៅជិតឬនៅឆ្ងាយពិសេសកុមារដែលកំពុងទទួលរងឥទ្ធិពលនៃសង្គ្រាមនេះផ្ទាល់ពួកគេមិនអាចឈរមើលដោយស្ងៀមស្ងាត់បានឡើយព្រោះរាល់គ្រាប់កាំភ្លើងដែលផ្ទុះនៅលើដីកំណើតគឺដូចជាព្យុះនៅក្នុងទឹកចិត្តរបស់ពួកគេផងដែរបើតាមលោកស្រីសុភាបុត្រឈើបានសង្កត់ធ្ងន់ថាខ្មែរអាចរស់នៅឆ្ងាយពីស្រុកកំណើតបានអាចកសាងជីវិតថ្មីនៅលើដីបរទេសបានប៉ុន្តែមិនអាចរស់ដោយគ្មានស្រុកកំណើតនៅក្នុងបេះដូងបានឡើយព្រោះប្រទេសកម្ពុជាមិនមែនជាទីកន្លែងសម្រាប់រស់នៅតែប៉ុណ្ណោះប៉ុន្តែជាឈាមជាឫសគល់ជាអត្តសញ្ញាណរបស់យើងហើយនៅពេលប្រទេសកម្ពុជារងគ្រោះកូនខ្មែរទាំងអស់មិនថានៅទីណាក៏ឈឺចាប់ដូចគ្នាសម្រាប់លោកស្រីសុភាបុត្រឈើសង្គ្រាមមិនមែនជាព័ត៌មានឆ្ងាយភ្នែកមិនមែនជាចំណងជើងសារព័ត៌មានតែប៉ុណ្ណោះទេប៉ុន្តែជារបួសជ្រៅក្នុងបេះដូងរាល់ការឈឺចាប់របស់ប្រជាជនខ្មែរគឺដូចជាការឈឺចាប់របស់ខ្លួនឯងរាល់ទឹកភ្នែករបស់កូនខ្មែរគឺដូចជាទឹកភ្នែកដែលហូរចេញពីបេះដូងរបស់អ្នកស្រីនេះហើយគឺជាមូលហេតុដែលធ្វើឲ្យសកម្មភាពមនុស្សធម៌របស់អ្នកស្រីកាន់តែសកម្មរស់រវើកនិងពោពេញដោយអារម្មណ៍ទទួលខុសត្រូវចំពោះជាតិនិងមនុស្សជាតិតាមរយៈទឡ្ហីករណ៍ខាងលើនេះមិនមែនជារឿងចម្លែកនោះទេដែលស្ត្រីមានប្រវត្តិជាអ្នករើសអេតចាយរូបនេះបានចំណាយទឹកប្រាក់រាប់លានអឺរ៉ូដើម្បីគាំទ្រដល់សកម្មភាពសប្បុរសធម៌នានាជួយដល់គោលដៅជនភៀសសឹកជាច្រើនជាមួយនឹងពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកម្ពុជានិងកំពុងខ្នះខ្នែងជួយគ្នាក្នុងគ្រាដ៏លំបាកនេះមិនមែនជាអំណោយធម្មតាប៉ុន្តែជាទឹកចិត្តនិងការឈឺចាប់រួមរបស់ជាតិមួយដែលមិនអាចមើលរំលងការបាត់បង់របស់ខ្លួនបានឡើយទោះបីរស់នៅឆ្ងាយតែបេះដូងនៅតែជាខ្មែរតែមួយទឹកចិត្តនៅជាមួយជាតិនិងជំនឿនៅជាមួយអនាគតកម្ពុជាក្នុងគ្រាលំបាកដូចជាពេលមានសង្គ្រាមឈ្លានពានទឹកចិត្តខ្មែរនេះឯងគឺជាថាមពលសាមគ្គីដ៏មានតម្លៃដែលបញ្ជាក់យ៉ាងច្បាស់ថាកូនខ្មែរមិនដែលចោលខ្មែរនិងមាតុភូមិមិនដែលឆ្ងាយពីបេះដូងកូនខ្មែរឡើយសូមបញ្ជាក់ថាលោកស្រីសុភាបុត្រឈើគឺជាស្ត្រីខ្មែរដែលកើតនៅឆ្នាំ1979នៅខេត្តកំពង់ធំប្រទេសកម្ពុជា
លោកស្រីធំឡើងក្នុងគ្រួសារក្រីក្របន្ទាប់ពីរបបប្រល័យពូជសាសន៍ដោយរស់នៅក្រោមការចិញ្ចឹមរបស់លោកយាយលោកតានិងប្រឈមមុខការលំបាកតាំងពីក្មេងមកបន្ទាប់ពីបានរៀបការនិងផ្លាស់ទៅរស់នៅអឺរ៉ុបលោកស្រីបានក្លាយទៅជាសប្បុរសជនដ៏សកម្មបច្ចុប្បន្នលោកស្រីនិងស្វាមីបានបរិច្ចាគទឹកប្រាក់រាប់លានអឺរ៉ូដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ជួយកុមារក្រីក្រអ្នកពិការអ្នកគ្មានផ្ទះសម្បែងនិងជនងាយរងគ្រោះនៅកម្ពុជាអាល្លឺម៉ង់និងប្រទេសផ្សេងជាច្រើនទៀតសកម្មភាពរបស់អ្នកស្រីត្រូវបានមើលឃើញថាគឺជាគំរូនៃទឹកចិត្តសប្បុរសនិងមនសិការជាតិរបស់ជនជាតិខ្មែរនៅបរទេសដែលមិនភ្លេចស្រុកកំណើតនិងបន្តឈរជាមួយមាតុភូមិក្នុងគ្រាលំបាក